ការរីកនិទានសូមជូនរឿងរោងការបាត់កូនក្រមុំពន្លឺព្រះអាទិត្យពណ៌មាសនារដូវប្រាំងកំពុងតែរំកិលខ្លួនយឺតទៀបផុតកំពូលចេតិយបុរាណនៅជើងភ្នំឧដុង្គខ្យល់ជំនោររសៀលបក់មកត្រជាក់ស្រាប់នាំយកក្លិនក្រអូបស្រាលនៃផ្កាព្រៃភាសាយពាសពេញជើងភ្នំដែលជាទីតាំងប្រវត្តិសាស្ត្រដ៏ស័ក្តិសិទ្ធិនៅក្រោមម្លប់ដើមពោធិ៍ធំមួយដែលមានមេឃធាងត្រដាងគ្របដណ្ដប់ដូចជាឆ័ត្រយក្សបុរសម្នាក់ឈ្មោះវិបុលនិងនារីម្នាក់ឈ្មោះថារចនាកំពុងអង្គុយជិតគ្នាដោយភាពស្ងប់ស្ងាត់វិបុលជាបុរសដែលមានចរិតនឹងណោនិងមានចិត្តភក្តីបានសម្លឹងមើលទៅផ្ទៃមុខដ៏ស្រស់ស្អាតរបស់រចនារួចងាកទៅសម្លឹងមើលជណ្ដើរថ្មដែលនាំទៅកាន់កំពូលភ្នំសម្រាប់ពួកគេភ្នំឧដុង្គមិនមែនគ្រាន់តែជាការកំសាន្តសប្បាយឡើយប៉ុន្តែវាគឺជាសាក្សីនៃស្នេហាពួកគេបានធំដឹងក្តីឡើងនៅក្រៅម្លប់ភ្នំនេះរត់លេងជាមួយគ្នានិងធ្លាប់មកបន់ស្រន់សុំសេចក្តីសុខនៅទីនេះតាំងពីតូចវិបុលបានចាប់កាន់ដៃរចនាថ្នមរួចពោលដោយសំឡេងធ្ងន់ថារចនាឯងមើលកំពូលចេតិយខាងលើនោះចុះទោះបីពេលវេលាកន្លងផុតទៅរាប់រយឆ្នាំទោះបីមេឃភ្លៀងឬក៏ក្តៅយ៉ាងណាក៏ចេតិយនោះនៅតែឈររឹងមាំការពារទឹកដីនេះជានិច្ចស្នេហារបស់បងចំពោះអូនក៏ដូចគ្នាបងសន្យានៅចំពោះមុខបារមីភ្នំឧដុង្គថាបងនឹងស្រឡាញ់និងថែរក្សាអូនឲ្យបានល្អបំផុតទោះមានឧបសគ្គអ្វីក៏បងមិនបោះបង់ដៃអូនឡើយរចនាបានញញឹមទាំងក្តីរំភើបភ្នែករបស់នាងរលើបរលោងដោយទឹកភ្នែកនៃក្តីសង្ឃឹមនាងបានឆ្លើយតបវិញថាអូនក៏សន្យាដូចគ្នាបងវិបុលបេះដូងអូនបានប្រគល់ជូនបងតាំងពីថ្ងៃដែលយើងមកអុជធូបបន់ស្រន់ជាមួយគ្នាលើកដំបូងអូនជឿថាបារមីភ្នំលោកនឹងជួយជ្រោមជ្រែងឲ្យយើងបានរស់នៅជាមួយគ្នាជារៀងរហូតគណៈពេលដែលពួកគេកំពុងសន្យានោះស្រាប់តែមានហ្វូងសត្វស្លាបហើរចេញពីតំបន់ភ្នំយ៉ាងច្រើនខុសពីធម្មតារួមជាមួយសំឡេងជួងវត្តដែលលាន់ឮឡើងមួយយ៉ាងកំបាំងបរិយាកាសរ៉ូមែនទិកនេះបែរជាបង្កប់នៅអារម្មណ៍ម្យ៉ាងដែលហាក់ដូចជាកំពុងប្រមានអំពីអ្វីមួយដែលនឹងកើតឡើងនាពេលខាងមុខប៉ុន្តែសម្រាប់យុវជនទាំងពីរក្តីស្រឡាញ់ដ៏មុតមមបានធ្វើឲ្យពួកគេមិនចាប់អារម្មណ៍នឹងប្រផ្នូលទាំងនោះឡើយពួកគេទាំងពីរបានព្រមព្រៀងគ្នាថាថ្ងៃមង្គលការដែលនឹងចូលមកដល់ក្នុងពេលឆាប់នេះនឹងត្រូវរៀបចំឡើងនៅជើងភ្នំនេះឯងដើម្បីឲ្យបារមីភ្នំឧដុង្គតាមថែរក្សាពួកគេឲ្យរស់នៅត្រជាក់ត្រជុំដូចទឹកបឹងវគ្គនេះគឺជាការចាប់ផ្ដើមនៃមនោសញ្ចេតនាដ៏ផ្អែមល្ហែមប៉ុន្តែក៏ជាការបើកទំព័រនៃរឿងរ៉ាវដែលគ្មាននរណាម្នាក់នឹកស្មានដល់ក្នុងថ្ងៃរៀបការរបស់ពួកគេបរិយាកាសនៅជើងភ្នំឧដុង្គនាព្រឹកព្រលឹមស្រាងចាប់ផ្ដើមប្រែជាអ៊ូអរខុសពីធម្មតាពពកពណ៌ផ្កាឈូកខ្ចីដេញគ្នាលើផ្ទៃមេឃហាក់ដូចជាកំពុងអបអរសាទរដល់ថ្ងៃមង្គលការដែលជិតមកដល់នៅឯផ្ទះរបស់តាជ័យដែលជាផ្ទះឈើបុរាណដបូលក្បឿងមានសសរធំស្ថិតនៅចន្លោះជើងភ្នំនិងវាលស្រែកំពុងក្លាយជាចំណុចកណ្ដាលនៃសកម្មភាពត្រៀមរៀបចំរោងជ័យយ៉ាងស្វាហាប់ក្រុមបុរសប្រុសក្នុងភូមិដែលជាមិត្តភ័ក្តិនិងសាច់ញាតិបាននាំគ្នាជួយលើកបង្គោលរោងការដែលធ្វើពីឈើតាមទម្រង់ប្រពៃណីសម្លេងញញ័រវាយដំនិងសម្លេងជជែកគ្នាលេងសើចសប្បាយរីករាយលាន់ឮរំពងរោងជ័យត្រូវបានតុបតែងដោយរចនាបថខ្មែរយ៉ាងផ្ចិតផ្ចង់មានការចងក្រងស្លឹកដូចជាជើងក្អែកនិងផ្កាស្រស់ដែលបេះចេញពីសួនច្បារក្នុងភូមិនៅចំកណ្ដាលរោងគេបានរៀបចំកន្លែងតម្កល់គ្រឿងសក្ការបូជាយ៉ាងសមរម្យដើម្បីទទួលភ្ញៀវកិត្តិយសនិងធ្វើកិច្ចពិធីតាមទំនៀមទម្លាប់នៅផ្នែកខាងក្រោយផ្ទះក្រុមស្រីនាំគ្នាជួយដាំស្លនិងរៀបចំគ្រឿងបង្កប់ការក្លិនក្រអូបឈ្ងុយឈ្ងប់
នៃគ្រឿងសម្លការីនិងបង្អែមខ្មែរភាសាយពះពេញបរិវេណផ្ទះតាជ័យក្នុងសម្លៀកបំពាក់សាមញ្ញដែលមានទឹកមុខស្រស់ថ្លាដើរត្រួតពិនិត្យការងារចុះឡើងទាំងញញឹមបិទមាត់មិនជិតគាត់មានមោទនភាពខ្លាំងណាស់ដែលកូនស្រីតែមួយគត់របស់គាត់បានរកឃើញគូស្រករដែលល្អប្រពៃដូចជាវិបុលនៅក្នុងបន្ទប់ដេកដែលបានរៀបចំជាបន្ទប់កូនក្រមុំរចនាកំពុងអង្គុយសម្លឹងមើលគ្រឿងអលង្ការនិងឈុតសម្លៀកបំពាក់កូនក្រមុំដែលតម្រៀបលើគ្រែនាងមានអារម្មណ៍អរផងភ័យផងតាមបែបយុវតីដែលចិត្តនឹងចូលរោងការនៅក្បែរនាងគឺមានសុភីនិងមិត្តភ័ក្តិចិត្តដិតបំផុតដែលកំពុងជួយរៀបចំថង់ផ្កាស្លាទោះបីជាសុភីញញឹមដាក់រចនាក៏ពិតមែនប៉ុន្តែប្រសិនបើគេសង្កេតឲ្យមែនទែនភ្នែករបស់នាងហាក់ដូចជាមានភាពស្រអាប់និងមានអាកំបាំងមួយយ៉ាងដែលមិនអាចថ្លែងប្រាប់អ្នកណាបានសុភីតែងតែសម្លឹងមើលទៅក្រៅបង្អួចសម្ដៅទៅរកកំពូលភ្នំឧដុង្គញឹកញាប់ខុសធម្មតាមុននឹងកិច្ចពិធីផ្លូវការចាប់ផ្ដើមតាជ័យបាននាំវិបុលនិងរចនាយកដង្វាយទៅថ្វាយលោកជ័យទេពនិងបារមីដែលរក្សាជើងភ្នំដើម្បីសុំការអនុញ្ញាតនិងសុំសេចក្តីសុខគណៈពេលដែលពួកគេកំពុងអុជធូបនោះស្រាប់តែមានហ្វូងមេអំបៅពណ៌សជាច្រើនហើរមកកលឹងជុំវិញខ្លួនអ្នកទាំងពីរដែលអ្នកភូមិចាត់ទុកថាជាប្រផ្នូលល្អនៃសុភមង្គលប៉ុន្តែនៅពីក្រោយភាពស្រស់ស្អាតនៃរោងការជើងភ្នំនេះគ្មាននរណាម្នាក់ដឹងឡើយថាផែនការនិងព្រឹត្តិការណ៍ដ៏មិននឹកស្មានដល់កំពុងតែលាក់ខ្លួនរងចាំឱកាសបង្ហាញខ្លួនឡើយវគ្គនេះបង្ហាញពីភាពរុងរឿងនិងសេចក្តីសុខនៃថ្ងៃត្រៀមរៀបការប៉ុន្តែក៏បានបង្កប់នៅចំណុចសង្ស័យតិចតួចដែលត្រៀមនឹងផ្ទុះឡើងក្នុងវគ្គបន្តបន្ទាប់ពន្លឺព្រះអាទិត្យពេលព្រឹកព្រលឹមបានចាំងជះកាត់បង្អួចឈើផ្ទះបុរាណធ្លាក់មកលើផ្ទៃមុខដ៏ផូរផង់របស់រចនានៅក្នុងបន្ទប់ដែលពោរពេញទៅដោយក្លិនក្រអូបនៃផ្កាម្លិះនិងម្សៅក្រអូបរចនាកំពុងអង្គុយនៅមុខកញ្ចក់ឆ្លុះដើម្បីរៀបចំខ្លួនក្រុងឈុតកូនក្រមុំតាមប្រពៃណីដែលជាឈុតបុរាណដកស្រង់ចេញពីសម័យកាលដ៏រុងរឿងនៃទឹកដីឧដុង្គរចនាក្រងនៅស្បៃពណ៌មាសឆ្អិនឆ្អៅប៉ាក់ដិនដោយសរសៃសូត្រថ្លាយ៉ាងផ្ចិតផ្ចង់សំពត់ចងក្បិនពណ៌លឿងទុំចាំងរស្មីប្រដាប់ដោយខ្សែក្រវ៉ាត់មាសចម្លាក់ក្បាច់ផ្កាភ្ញីមើលទៅពិតជាមានមន្តស្នេហ៍និងឧត្តមភាពគ្រឿងអលង្ការមាសចាប់តាំងពីកងដៃកងជើងរហូតដល់ឈុតការស្លាដែលតុបតែងលើសក់ដោយបួងយ៉ាងមានរបៀបបានធ្វើឲ្យនាងប្រែរូបរាងពីយុវតីធម្មតាទៅជាកូនក្រមុំដ៏ស្រស់សោភាដែលអ្នកស្រុកគ្រប់គ្នាប្រៀបប្រដូចទៅនឹងទេពអប្សរដែលយាងចុះពីកំពូលភ្នំឧដុង្គទួនាទីរបស់សុភីនិងអាកំបាំងក្នុងចិត្តសុភីដែលជាមិត្តចិត្តដិតនិងជាអ្នកកំដរបានដើរតួនាទីយ៉ាងមានសកម្មក្នុងការជួយតុបតែងលម្អមិត្តភ័ក្តិដៃរបស់នាងកំពុងសិតសក់ឲ្យរចនាដោយការថ្នមប៉ុន្តែក្នុងចិត្តរបស់នាងវិញបែរជាពោរពេញទៅដោយភាពច្របូកច្របល់រាល់ពេលដែលនាងសម្លឹងមើលសម្រស់ដ៏លើសលប់របស់រចនាភាពច្រណែននិងក្តីស្រឡាញ់លួចលាក់ដែលនាងមានចំពោះវិបុលបានធ្វើឲ្យបេះដូងនាងឈឺខ្ទោកខ្ទោករចនាឯងស្អាតខ្លាំងណាស់ស្អាតរហូតដល់យើងស្ទើរតែមិនជឿថាមនុស្សស្រីដូចជាឯងមានវាសនាខ្ពស់យ៉ាងនេះសុភីពោលឡើងដោយសំឡេងខ្សៅភ្នែករបស់នាងសម្លឹងទៅក្នុងកញ្ចក់ជួបនឹងកែវភ្នែកដ៏ស្អាតបរិសុទ្ធរបស់រចនាបានងាកមកញញឹមទាំងក្តីរំភើបរួចកាន់ដៃសុភីយ៉ាងណែនសុភីយើងអរគុណឯងណាស់បើគ្មានឯងជួយរៀបចំទេយើងប្រហែលជាភ័យស្លន់ស្លោធ្វើអ្វីមិនត្រូវឡើយឯងជាមិត្តល្អបំផុតរបស់យើងសង្ឃឹមថាឯងនឹងនៅក្បែរយើងជានិច្ចខណៈពេលដែលសុភីកំពុងបំពាក់គ្រឿងមាសចុងក្រោយឲ្យរចនាស្រាប់តែមានខ្យល់ត្រជាក់ម្យ៉ាងបក់ចូលតាមប្រឡោះបងអួចធ្វើឲ្យវាំងនោនសូត្រនៅក្នុងបន្ទប់បក់រវិចកញ្ចក់ឆ្លុះដែលរចនាកំពុងប្រើស្រាប់តែប្រែជាស្រអាប់ដោយចំហាយត្រជាក់មួយរំពេចរចនាមានអារម្មណ៍ព្រឺសម្បុរខ្ញាក់នាងសម្លឹងមើលទៅក្នុងកញ្ចក់ក្នុងផ្ទះរបស់នាងឃើញស្រមោលព្រៀងម្យ៉ាងនៅពីក្រោយខ្នងរបស់នាង
ប៉ុន្តែនៅពេលងាកទៅមើលក៏ឃើញតែភាពតទេស្អាតសុភីដែលសង្កេតឃើញអាការៈមិត្តក៏បញ្ញាប់និយាយបង្វែរដានគ្មានអ្វីទេរចនាប្រហែលជាខ្យល់ភ្នំបក់មកធម្មតាប៉ុណ្ណេះឯងកុំគិតច្រើនអីថ្ងៃនេះជាថ្ងៃមង្គលរបស់ឯងហើយណារចនាដកដង្ហើមធំរួចព្យាយាមសម្រួលចិត្តប៉ុន្តែនៅក្នុងជំរៅចិត្តនាងមានអារម្មណ៍ថាភាពស្រស់ស្អាតនៃឈុតបុរាណដែលនាងកំពុងក្រងនេះហាក់ដូចជាកំពុងនាំនាងទៅរកវាសនាម្យ៉ាងដែលនាងមិនអាចគ្រប់គ្រងបានខាងក្រៅបន្ទប់សំឡេងភ្លេងការកាន់តែលាន់ឮខ្លាំងឡើងជាសញ្ញាថាពិធីការនឹងចាប់ផ្ដើមក្នុងពេលឆាប់នេះពន្លឺព្រះអាទិត្យពណ៌មាសចាប់ផ្ដើមជារស្មីកាត់ស្បៃអាប់នាពេលព្រឹកព្រលឹមស្របពេលដែលសំឡេងភ្លេងការបត់ព្រះថោងតោងស្បៃចាប់ផ្ដើមពន្លឺឡើងយ៉ាងពិរោះរណ្ដំចេញពីក្រុមតន្ត្រីបុរាណនោះគឺជាពេលវេលាដ៏សំខាន់ដែលគ្រប់គ្នារងចាំគឺពិធីដង្ហែជំនូនរបស់កូនកំលោះមករកកូនក្រមុំនៅជើងភ្នំឧដុង្គដ៏ស័ក្តិសិទ្ធិវិបុលក្នុងឈុតកូនកំលោះពណ៌មាសកាន់ការស្លាក្នុងដៃមានទឹកមុខស្រស់ស្រាយនិងពោពេញទៅដោយក្តីសង្ឃឹមគេដើរទៅខាងមុខក្បួនដង្ហែដែលជាមិត្តភក្តិជិតស្និទ្ធដើរអមពីក្រោយយ៉ាងសង្ហាបន្ទាប់មកគឺហ្វូងអ្នកកំដរនិងអ្នកភូមិដែលស្លៀកពាក់យ៉ាងស្អាតបាតកាន់ពៀនផ្លែឈើនំចំណីនិងផុសភាបណ្ណាការរៀបចំយ៉ាងមានរបៀបរៀបរយដង្ហែជាជួរវែងអន្លាយតាមដងផ្លូវលំនៅឯជើងភ្នំនៅពេលក្បួនដង្ហែមកដល់ខ្លោងទ្វាររោងជ័យសំឡេងស្រែកជ័យហោលោកមេបាជ័យហោបានលាន់ឮរំពងពេញបរិវេណផ្ទះរបស់តាជ័យមជ្ឈដ្ឋានជុំវិញពោពេញទៅដោយស្នាមញញឹមនិងការអបអរសាទរសាច់ញាតិខាងស្រីបានចេញមកទទួលរាក់ទាក់បាញ់ទឹកអប់និងបាយផ្កាស្លាទទួលកូនកំលោះក្រមុំតាមទំនៀមទម្លាប់អ្វីដែលធ្វើឲ្យពិធីនេះកាន់តែមានមន្តស្នេហ៍គឺទេសភាពជុំវិញភ្នំឧដុង្គឈរត្រដែតនៅពីខាងក្រោយរោងការហាក់ដូចជាកំពុងតាមសម្លឹងមើលនិងផ្ដល់ពរជ័យដល់គូស្វាមីភរិយាថ្មីសត្វស្លាបហើរច្រែតច្រត់លើកំពូលភ្នំហាក់ដូចជាចូលរួមអបអរសាទរដែរវិបុលមានអារម្មណ៍រំភើបយ៉ាងខ្លាំងព្រោះចិត្តដល់ពេលដែលគេបានជួបមុខរចនាដែលជាម្ចាស់បេះដូងរបស់គេហើយទោះបីជាបរិយាកាសខាងក្រៅមើលទៅសប្បាយរីករាយប៉ុន្តែស័កដែលជាមនុស្សមានវិញ្ញាណរហ័សបានសង្កេតឃើញរឿងម្យ៉ាងគេសម្លឹងមើលទៅលើកំពូលភ្នំហើយឃើញធ្វូងក្អែកហើរក្រឡឹងលើដំបូលផ្ទះការយ៉ាងចម្លែកចំណែកឯសុភីដែលចេញមកទទួលជំនួនក៏មានទឹកមុខស្រេកស្លាំងបន្តិចនិងមិនសូវហ៊ានសម្លឹងចំភ្នែកវិបុលឡើយពិធីហែជំនួនបានបញ្ចប់ទៅដោយការផ្ទេរពានផ្លែឈើនិងការចូលរួមអង្គុយជុំគ្នានៅក្រោមរោងជ័យដើម្បីរៀបចំកិច្ចពិធីបន្ទាប់គ្រប់យ៉ាងមើលទៅស្អាតឥតខ្ចោះប៉ុន្តែគ្មាននរណាម្នាក់ដឹងឡើយថានេះគឺជាសេចក្តីសុខចុងក្រោយមុនពេលដែលអាកំបាំងដ៏ត្រជាក់ស្រឹបចាប់ផ្ដើមលេចរូបរាងឡើងបន្ទាប់ពីកិច្ចពិធីហែជំនួនបានបញ្ចប់ទៅដោយរលូនពិធីបន្ទាប់ដែលអ្នកស្រុកគ្រប់គ្នាទន្ទឹងរង់ចាំគឺកិច្ចពិធីសូត្រមន្តជ័យមង្គលនៅក្រោមរោងការដ៏ឆ្កឹមឆ្កៃព្រះសង្ឃត្រូវបាននិមន្តមកគង់លើអាសនៈខ្ពស់ចំណែកឯវិបុលនិងរចនាកំពុងអង្គុយលុតជង្គង់សំពះដោយគោរពចំកណ្ដាលមហាជនដែលមកចូលរួមយ៉ាងច្រើនកុះករនៅពេលដែលព្រះសង្ឃចាប់ផ្ដើមសូត្រមន្តស្រាប់តែផ្ទៃមេឃដែលធ្លាប់តែស្រឡះបាំងរស្មីព្រះអាទិត្យក៏ប្រែជាស្រអាប់ស្រពោនខុសពីធម្មតាពពកខ្មៅដុំបានអណ្ដែតមកគ្របដណ្ដប់លើកំពូលភ្នំអូដុង្គហាក់ដូចជាមាននរណាម្នាក់ទាញវាំងនូនខ្មៅមកបិទជិតពន្លឺថ្ងៃរំពេចនោះខ្យល់គួចម្យ៉ាងដែលត្រជាក់ស្រឹបដល់ឆ្អឹងខ្នងបានបក់បោកមកទិសខាងភ្នំសំដៅត្រង់មកកាន់រោងការខ្យល់នោះមានកម្លាំងខ្លាំងដល់ធ្វើឲ្យវាំងនូនសូត្រជុំវិញរោងជ័យបោកបក់រវិចបង្កើតជាសម្លេងគួរឲ្យខ្លាចអ្វីដែលធ្វើឲ្យអ្នកភូមិគ្រប់គ្នាភ័យស្លន់ស្លោនិងមានការងឿងឆ្ងល់បំផុតនោះគឺខ្យល់ត្រជាក់នោះបានបក់មកចំដែលកំពុងឆេះសន្ធោសន្ធៅនៅចំពោះមុខលោកអាចារ្យឲ្យរលត់ងឹតសូនឈឹងក្នុងមួយប្រពេចភ្នែកតាមទំនៀមទម្លាប់ខ្មែរ
bà tiên chơi rồi lót không pe cầm pông thưa bị thí việc cứ chia bậc nô mình loแต่นอมnữ ភាពប្រត់ប្រាស់ឬក៏គ្រោះចង្រៃឧបទ្រពរចនាមានអារម្មណ៍ថាត្រជាក់ពេញរាងកាយនាងញ័រដៃញ័រជើងហើយក្នុងចិត្តហាក់ដូចជាមានដុំថ្មដ៏ធ្ងន់មួយមកសង្កត់ពីលើនាងសម្លឹងមើលទៅវិបុលដោយកែវភ្នែកស្លន់ស្លោចំណែកឯវិបុលវិញក៏មានអារម្មណ៍មិនស្រួលនៅក្នុងចិត្តដែរប៉ុន្តែគេបានព្យាយាមកាន់ដៃរចនាឲ្យជាប់ដើម្បីផ្ដល់កម្លាំងចិត្តគេទាំងពីរនាក់ដឹងច្បាស់ថាខ្យល់នេះមិនមែនជាខ្យល់ធម្មជាតិឡើយវាជាខ្យល់តែនាំមកនៅសារប្រមានពីអ្វីម្យ៉ាងដែលកំពុងលាក់ខ្លួននៅជើងភ្នំអូដុងចាស់ចាស់ដែលអង្គុយចិត្តនោះចាប់ផ្ដើមមើលមុខគ្នាទាំងបារម្ភលោកអាចារ្យធំបានប្រញាប់ប្រញាល់ឲ្យទានជ័យឡើងវិញទាំងដៃញ័រញាក់រួចបន់ស្រន់សឹបសុំខមាទោសពីបារមីម្ចាស់ទឹកដីតាជ័យដែលអង្គុយនៅខាងក្រោយក៏ចាប់ផ្ដើមបែកញើសជោគខ្នងគាត់ដឹងច្បាស់ថាខ្យល់នេះកំពុងដាស់តឿនគាត់អំពីពាក្យសន្យាដែលគាត់បានធ្វើកាលពីគ្រោះរាំងស្ងួតដែលគាត់មិនទាន់បានបំពេញវគ្គនេះបង្ហាញពីការចាប់ផ្ដើមនៃអាកំបាំងនិងគ្រោះថ្នាក់ដែលចូលមកបៀតបៀនដល់ថ្ងៃមង្គលការបង្កឲ្យមានការភ័យខ្លាចដល់មនុស្សគ្រប់គ្នាជាពិសេសគឺវាសនារបស់កូនក្រមុំដែលកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ក្រោយពីភាពចលាចលនៃទានជ័យរលត់បានកន្លងផុតទៅបរិយាកាសនៅក្នុងរោងការហាក់មានភាពអាប់អួរបន្តិចប៉ុន្តែពិធីការនៅតែត្រូវបន្តតាមកាលវិភាគលោកអាចារ្យបានប្រកាសឲ្យកូនក្រមុំចូលទៅក្នុងបន្ទប់ដើម្បីផ្លាស់ប្ដូរឈុតសម្លៀកបំពាក់សម្រាប់ពិធីបំពាក់ចិញ្ចៀនដែលជាវគ្គដ៏សំខាន់បំផុតមួយរចនាដើរចូលទៅក្នុងបន្ទប់ដេកដោយមានសុភីដើរតាមពីក្រោយដើម្បីជួយរៀបចំនៅពេលបិទទ្វារបន្ទប់រចនាបានងាកមកសម្លឹងមើលវិបុលដោយកែវភ្នែកដែលបង្កប់ទៅដោយភាពភ័យខ្លាចនិងក្តីបារម្ភហាក់ដូចជាចង់និយាយអ្វីម្យ៉ាងប៉ុន្តែនាងមិនបាននិយាយអ្វីឡើយក្រៅតែពីស្នាមញញឹមបង្ខំមួយរួចក៏បិទទ្វារបន្ទប់ជិត10នាទី20នាទីកន្លះម៉ោងបានកន្លងផុតទៅខាងក្រៅបន្ទប់ភ្ញៀវកិត្តិយសចាប់ផ្ដើមសឹកសៀវគ្នាព្រោះវាលើសពេលដែលត្រូវចេញមកយូរយារណាស់មកហើយវិបុលចាប់ផ្ដើមអង្គុយមិនជាប់ចិត្តរបស់គេអន្ទះសារយ៉ាងខ្លាំងតាជ័យក៏មានអារម្មណ៍មិនស្រួលក៏សម្រេចចិត្តដើរទៅគូទ្វារបន្ទប់កូនស្រីរចនាកូនរួចរាល់ហើយនៅនឹងអាកូនភ្ញៀវចាំយូរហើយណាតាជ័យហៅដោយសំឡេងខ្លាំងប៉ុន្តែគ្មានអ្នកណាឆ្លើយតបដោយមានការសង្ស័យវិបុលបានរុញទ្វារបន្ទប់ចូលទាំងបង្ខំអ្វីដែលពួកគេបានឃើញធ្វើឲ្យគ្រប់គ្នាស្ទើរតែឈប់ដកដង្ហើមបន្ទប់ទទេស្អាតគ្មានស្រមោលរបស់រចនាឡើយឈុតសម្លៀកបំពាក់បុរាណឈុតដែលរចនាទៅតែស្លៀកពាក់កាលពីព្រឹកត្រូវបានគេដោះទុកនៅលើគ្រែយ៉ាងមានរបៀបរៀបរយហាក់ដូចជានាងទៅតែដើរចេញពីឈុតនោះគ្រឿងអលង្ការទាំងអស់ត្រូវបានរាយប៉ាត់ប៉ាយនៅលើកម្រាលឥដ្ឋប៉ុន្តែចិញ្ចៀនមង្គលការមួយវងបែរជាបាត់ទៅជាមួយនាងបងអួចឈើនៃបន្ទប់ត្រូវបានបើកចំហនៅពេលវិបុលស្ទុះទៅមើលតាមបងអួចគេមិនឃើញមានដានជើងឬសញ្ញានៃការតស៊ូណាមួយឡើយប៉ុន្តែអ្វីដែលគេឃើញគឺផ្កាឈូកសមួយតោងដែលស្រស់ញញឹមតម្កល់នៅលើមាត់បងអួចតាំងដែលនៅក្នុងតំបន់ជើងភ្នំឧដុង្គនាពេលនោះមិនតាន់មានផ្កាឈូករីកនៅឡើយទេភ្លាមនោះពួកគេបានឃើញសុភីអង្គុយរួញខ្លួននៅកាច់ជ្រុងបន្ទប់ម្ខាងទៀតភ្នែកសម្លឹងមើលទៅបង្អួចទាំងបើកភ្នែកធំខ្លួនប្រានញ័រតតាក់តត្រើតដោយកូនបាក់សីនាងមិនអាចនិយាយចេញជាពាក្យពេចន៍បានឡើយក្រៅតែពីចង្អុលទៅកាន់កំពូលភ្នំអូដុងដែលកំពុងត្រូវគ្របដណ្ដប់ដោយអាប់ខ្មៅងងឹតការបាត់ខ្លួនរបស់រចនាបានធ្វើឲ្យមង្គលការដ៏អធិកធមប្រែជាសមរភូមិនៃក្តីទុក្ខសោកក្នុងមួយប្រពេចភ្នែកកូនក្រមុំបានបាត់ខ្លួនទៅដោយគ្មានដានហាក់ដូចជារលាយចូលទៅក្នុងខ្យល់អាកាសឬក៏ត្រូវបានបារមីភ្នំឆក់យកទៅតាមការទាមទារសន្យាដែលមិនទាន់បានបំពេញភាពស្ងប់ស្ងាត់ដ៏ព្រឺព្រួចនៅក្នុងបន្ទប់ដែលទទេស្អាតត្រូវបានបំពេញដោយសម្រែកយំសឹកសួលយ៉ាងខ្លាំងចេញពីមាត់របស់សុភីនាងអង្គុយអោបជង្គង់នៅកាច់ជ្រុងងងឹតនៃបន្ទប់ភ្នែកទាំងគូសម្លឹងទៅកាន់បង្អួចដែលបើកចំហចោលហាក់ដូចជាបានឃើញបិសាច
ឬសភាវៈដែលគួរឲ្យរន្ធត់ម្យ៉ាងទៅតែនឹងចាក់ចេញទៅវិបុលស្ទុះទៅចាប់ស្មាសុភីរួចអង្រួនយ៉ាងខ្លាំងដើម្បីដាស់ស្មារតីសុភីតើមានរឿងអ្វីកើតឡើងសុភីរចនាទៅឯណាឆ្លើយមកយើងភ្លាមសុភីហាក់ដូចជាបាត់បង់វិញ្ញាណទៅហើយនាងយំផងញ័រខ្លួនផងរហូតដល់និយាយស្ទើរតែមិនចេញជាពាក្យថាវាមកហើយស្រមោលខ្មៅត្រជាក់ខ្លាំងណាស់រចនានាងមិនបានតតាំងអ្វីទាំងអស់នាងដើរតាមវាទៅនាងដើរចេញតាមបងអួចបាត់ទៅហើយសម្រែករបស់សុភីបានធ្វើឲ្យភ្ញៀវកិត្តិយសនិងអ្នកភូមិដែលនៅខាងក្រៅរោងជ័យរត់មកចោមរោមើលពេញមាត់បងអួចនិងមាត់ទ្វារម្នាក់មានទឹកមុខស្លេកស្លាំងខ្លះសឹបខ្សៀវគ្នាអំពីបារមីជើងភ្នំដែលខឹងសម្បាខ្លះទៀតភ័យខ្លាចរហូតដល់មិនហ៊ានដើរចេញឆ្ងាយពីរោងការតាជ័យឮសម្ដីរបស់សុភីហើយស្ទើរតែដួលសន្លប់នឹងកន្លែងប្រសិនបើគ្មានអ្នកជួយទប់ពីក្រោយទោះបីជាសុភីយំរៀបរាប់ពីសមោខ្មៅដែលឆក់យករចនាទៅក៏ពិតមែនប៉ុន្តែនៅក្នុងក្រសែភ្នែកដែលស្លន់ស្លោនោះសាក់បានចាប់អារម្មណ៍ឃើញចំណុចមិនធម្មតាមួយយ៉ាងសុភីហាក់ដូចជាកំពុងលាក់បាំងការពិតពាក់កណ្ដាលឬកំពុងដើរតួជាជនរងគ្រោះដើម្បីបង្វែរដានអ្វីមួយយ៉ាងនាងបានរៀបរាប់ថារចនាដើរចេញទៅដោយស្ម័គ្រចិត្តហាក់ដូចជាត្រូវមន្តអាគមគ្រប់ដណ្ដប់ដែលនេះកាន់តែធ្វើឲ្យវិបុលនិងខឹងសម្បាឈឺចាប់ទ្វេដងនៅខាងក្រៅផ្ទះស្រមោលខ្មៅនៃភ្នំអូដុងកាន់តែមើលទៅគួរឲ្យខ្លាចសំឡេងក្អែកយំកងរំពងពីចម្ងាយហាក់ដូចជាកំពុងសើចចំអកដល់មង្គលការដែលคล้ายជាពិធីកាន់ទុកសុភីបានស្រែកជាចុងក្រោយមុននឹងសន្លប់បាត់ស្មារតីថាកុំទៅតាមនាងអីនាងជារបស់ភ្នំនេះហើយសម្រែកភ័យខ្លាចរបស់សុភីមិនត្រឹមតែជាការប្រកាសពីការបាត់ខ្លួនរបស់កូនក្រមុំប៉ុណ្ណោះទេប៉ុន្តែវាគឺជាការចាប់ផ្ដើមនៃមណ្ឌលសង្ស័យនិងភាពភ័យរន្ធត់ដែលគ្របដណ្ដប់លើជើងភ្នំឧដុង្គទាំងមូលវិបុលដឹងច្បាស់ថាគេមិនអាចបងអង្គយូរឡើយបើទោះបីជាត្រូវតតាំងនឹងខ្មោចព្រាយបិសាចឬបារមីភ្នំស័ក្តិសិទ្ធិយ៉ាងណាក៏ដោយក៏គេត្រូវតែនាំរចនាត្រឡប់មកវិញឲ្យទាល់តែបានភាពងងឹតស្រមោលនៃពេលរសៀលបានចូលមកគ្របដណ្ដប់លើជើងភ្នំឧដុង្គលឿនជាងធម្មតាក្នុងខណៈដែលរោងការទាំងមូលកំពុងធ្លាក់នៅក្នុងភាពចលាចលនិងទឹកភ្នែកវិបុលមិនបានអង្គុយអស់សង្ឃឹមទៀតឡើយបេះដូងរបស់គេកំពុងពុះកញ្ជ្រោលដោយភ្លើងឆេះគេមិនអាចទុកឲ្យម្ចាស់បេះដូងបាត់ខ្លួនទៅក្នុងភាពអាកំបាំងបែបនេះបានទេវិបុលបានស្ទុះទៅទាញចន្លោះដែលគេដោតនៅមាត់រោងរួចអុចភ្លើងឆេះសន្ធោសន្ធៅសាក់ដែលជាមិត្តភក្តិស្ម័គ្រចិត្តក៏មិនបង្អង់យូរដែរគេបានទាញដំបងឈើនិងពិលរួចដើរមកឈរក្បែរវិបុលអ្នកភូមិមួយក្រុមតូចដែលមានចិត្តក្លាហានក៏បានស្ម័គ្រចិត្តកាន់កាបិតគៈនិងចន្លោះដើម្បីចូលរួមក្នុងការស្វែងរកនេះដែរទោះបីជាក្នុងចិត្តរបស់ពួកគេម្នាក់សិតតែមានភាពតក់ស្លុតចំពោះបារមីភ្នំក៏ដោយពួកគេបាននាំគ្នាដើរតម្រង់ទៅកាន់ទិសដៅដែលសុភីបានចង្អុលបង្ហាញគឺផ្លូវលំដែលបត់បែនឡើងទៅកាន់ជើងភ្នំសំឡេងហៅរចនាបានលាន់ឮរំពងពេញព្រៃជ្រៅប៉ះនឹងជញ្ជាំងថ្មភ្នំបន្លឺត្រឡប់មកវិញដូចជាសំឡេងខ្មោចលងគ្រប់ជំហានដែលពួកគេឈានទៅមុខខ្យល់ត្រជាក់កំប្លែងនៅតែបន្តបក់បោកមកប៉ះកាយធ្វើឲ្យចន្លោះក្នុងដៃវិបុលរលត់ងីងើស្ទើរតែគ្រប់ពេលនៅចិត្តមាត់ច្រកចូលព្រៃជ្រៅវិបុលបានប្រទះឃើញផោះតាំងដំបងវាគឺជាស្បៃពណ៌មាសមួយកង់ដែលដាច់ជាប់នឹងបន្លាព្រៃស្បៃនោះមានក្លិនក្រអូបដែលវិបុលចំណាំបានយ៉ាងច្បាស់គឺជាក្លិនផ្កាម្លិះដែលនាងរចនាចូលចិត្តជូតខ្លួនប៉ុន្តែអ្វីដែលចម្លែកគឺនៅក្បែរស្បៃនោះមិនមែនមានដានជើងមនុស្សឡើយវាមានដានជើងអូសវែងលើដីខ្សាច់ហាក់ដូចជាមានអ្វីមួយយ៉ាងដែលមានកម្លាំងមហិមាបានទាញសណ្ដោងនាងទៅវិបុលឈប់សិនដាននេះមិនមែនជាដានជើងមនុស្សទេសាក់ពោលឡើងទាំងសំឡេងញ័រពិលនៅក្នុងដៃរបស់គេចាំងចំដានអូនោះវិបុលសម្លឹងមើលដាននោះទាំងក្តាប់ដៃណែនមិនថាជាដានអ្វីក៏យើងត្រូវតែតាមរកឲ្យឃើញដែរទោះបីត្រូវចូលទៅដល់ក្នុងលអាងខ្មោចក៏យើងមិនថយក្រោយដែរ
នៅពេលពួកគេកាន់តែដើរជ្រៅទៅសំឡេងសត្វទីតុយនិងសត្វត្រសក់ចាប់ផ្ដើមយំឆ្លៃឆ្លងគ្នាពីលើដើមឈើធំដើមជ្រៃបុរាណដែលមានឫសយងយងមើលទៅដូចជាដៃបិសាចដែលចាំចាប់អ្នកដែលហ៊ានមកបំពេញភ្លើងចន្លោះដែលជាពន្លឺពណ៌ក្រហមឆ្អៅនឹងធ្វើឲ្យស្រមោលដើមឈើលោតចុះលោតឡើងគួរឲ្យព្រឺក្បាលវិបុលមានអារម្មណ៍ថាមានភ្នែករាប់រយគូកំពុងសម្លឹងមើលពួកគេពីក្នុងទីងងឹតនៃភ្នំអូដុងនេះការស្វែងរកនៅជើងភ្នំអូដុងនេះមិនត្រឹមតែជាការតស៊ូនឹងភាពងងឹតនិងព្រៃភ្នំប៉ុណ្ណោះទេប៉ុន្តែវាគឺជាការសាកល្បងនៅសេចក្តីក្លាហាននិងក្តីស្រឡាញ់របស់វិបុលចំពោះមុខអំណាចអាកំបាំងដែលមើលមិនឃើញពួកគេមិនដឹងឡើយថារចនាកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់កម្រិតណាឬនាងកំពុងស្ថិតនៅទីណាក្នុងជម្រៅនៃភ្នំដ៏ស័ក្តិសិទ្ធិនេះខណៈពេលដែលក្រុមក្មេងនាំគ្នាដុតចន្លោះឡើងទៅលើភ្នំភាពស្ងប់ស្ងាត់ដោយគួរឲ្យខ្លាចបានត្រឡប់មកគ្របដណ្ដប់លើរោងការដែលបោះបង់ចោលពាក់កណ្ដាលភ្ញៀវខ្លះបានត្រឡប់ទៅផ្ទះវិញតាំងភ័យខ្លាចទុកឲ្យតែសាច់ញាតិជិតដិតអង្គុយជុំគ្នាទាំងទឹកមុខស្រពោននៅកណ្ដាលរោងការតាជ័យអង្គុយសន្លប់លើកៅអីឈើដៃរបស់គាត់ញ័រទៅតាក់ចំណែកឯទឹកភ្នែកក៏ចាប់ដើមស្រក់ចុះមកកាត់ជ្រាវជ្រួញលើផ្ទៃមុខដែលពោពេញទៅដោយវិបដិសារីវាគឺជាកំហុសរបស់ខ្ញុំម្នាក់ឯងគត់តាជ័យស្រែកឡើងទាំងសំឡេងស្អកបង្កឲ្យគ្រប់គ្នាដែលនៅជុំវិញនោះងាកមកមើលដោយការងឿងឆ្ងល់លោកអាចារ្យធំដែលអង្គុយនៅក្បែរនោះបានដាក់ដៃលើស្មាតាជ័យរួចសួរទៅដោយសំឡេងទាបថាជ័យតើឯងមានរឿងអ្វីដែលឯងលាក់ទុកមែនទេជ័យចូលឯងនិយាយការពិតចេញមកបើមិនដូច្នោះទេយើងមិនអាចជួយកូនស្រីឯងបានឡើយរឿងរ៉ាវដែលកប់ទុកជាង20ឆ្នាំតាជ័យដកដង្ហើមធំរួចចាប់ផ្ដើមរៀបរាប់ទាំងទឹកភ្នែកកាលពី20ឆ្នាំមុននៅពេលដែលស្រុកភូមិយើងជួបគ្រោះរាំងស្ងួតហួតហែងប្រពន្ធខ្ញុំកំពុងពោពោះរចនាបាន8ខែពេលនោះទឹកក៏គ្មានមួយបន្តក់បាយក៏គ្មានស៊ីប្រពន្ធខ្ញុំខ្សោយដល់ថ្នាក់ស្ទើរតែដាច់ខ្យល់ស្លាប់ទាំងម្ដាយនិងកូនដោយក្តីអស់សង្ឃឹមខ្ញុំបានឡើងទៅកាន់អាសនៈបុរាណនៅលើជើងភ្នំអូដុងនេះរួចលុតជង្គង់សច្ចាចំពោះមុខបារមីម្ចាស់ទឹកម្ចាស់ដីថាខ្ញុំបានសន្យាថាបើបារមីជួយបង្អោភ្លៀងនិងជួយឲ្យកូនស្រីខ្ញុំកើតមកមានជីវិតរស់ខ្ញុំនឹងថ្វាយផ្កាឈូកមាសនិងរៀបចំពិធីបូជាដល់បារមីភ្នំជារៀងរាល់ឆ្នាំមិនឲ្យខានឡើយហើយអ្វីដែលសំខាន់បំផុតខ្ញុំបានជ្រុលមាត់សន្យាថានឹងទុកនាងឲ្យនៅថែរក្សាអាសនៈភ្នំនេះជារៀងរហូតអ្នកភូមិដែលស្ដាប់ឮហើយនាំគ្នាភ្ញាក់ផ្អើលជាខ្លាំងតាជ័យបន្តថាបន្តពីភ្លៀងធ្លាក់តាមបំណងហើយរចនាកើតមកយ៉ាងស្រស់ស្អាតគាត់បែរជាមានចិត្តកំណាញ់និងអាត្មានិយមគាត់បានធ្វើពិធីថ្វាយដង្វាយបានតែ2-3ឆ្នាំដំបូងប៉ុណ្ណោះក្រោយមកដោយសារការមមាញឹកនឹងជីវភាពក្តីស្រឡាញ់កូនស្រីខ្លាំងពេកគាត់ក៏បានរំលងពិធីនេះចោលហើយព្យាយាមបំភ្លេចពាក្យសន្យាដែលថាទុកនាងឲ្យនៅថែរក្សាភ្នំនេះរហូតដល់អត់ហ៊ានរៀបចំឲ្យនាងមានគូស្រករទៀនជ័យដែលរលត់និងខ្យល់ត្រជាក់បក់បោកកាលពីពេលមុនគឺលោកមកក្រើនរំលឹកខ្ញុំហើយតែខ្ញុំនៅតែមិនព្រមសារភាពឥឡូវលោកមកយកនាងទៅវិញមែនតែនហើយតាជ័យយំរៀបរាប់ទាំងសោកស្ដាយពាក្យសារភាពរបស់តាជ័យក្នុងវគ្គនេះបានជំរះមណ្ឌលសង្ស័យដែលថាហេតុអ្វីបានជាគ្រោះថ្នាក់អាក្រក់កើតឡើងចំពោះថ្ងៃមង្គលការវាបង្ហាញឲ្យឃើញថារចនាមិនមែនបាត់ខ្លួនដោយចៃដន្យឡើយប៉ុន្តែនាងត្រូវបានម្ចាស់បំណុលអាកំបាំងមកទាមទារយកទៅតាមកិច្ចសន្យាដែលឪពុកនាងបានធ្វើកាលពីអតីតកាលគ្រប់គ្នាមានអារម្មណ៍តក់ស្លុតនិងខ្លាចរអាចំពោះស័ក្តិសិទ្ធិនៃភ្នំអូដុងកាន់តែខ្លាំងឡើងនៅក្នុងគណៈពេលដែលតាជ័យកំពុងសារភាពកំហុសទាំងទឹកភ្នែកនៅកណ្ដាលរោងការសាក់ដែលបានចុះពីលើជើងភ្នំមួយអន្លើដើម្បីមកយកសម្ភារៈបន្ថែមបានឈប់ស្ដាប់ដោយការយកចិត្តទុកដាក់ទោះបីជាសម្ដីរបស់តាជ័យហាក់ដូចជាមានហេតុផលខាងផ្លូវងងឹតក៏ពិតមែនប៉ុន្តែក្នុងនាមជាមនុស្ស
ដែលមិនងាយជឿលើអ្វីតែភ្នែកមិនតាន់ឃើញសាក់ចាំផ្ដើមសង្កេតឃើញមនុស្សម្នាក់ទៀតដែលកំពុងអង្គុយនៅក្បែរនោះគឺសុភីដែលទៅតែដឹងខ្លួនពីសន្លប់បានអង្គុយច្រងោនៅក្នុងសភាពស្លេកស្លាំងប៉ុន្តែអ្វីដែលសាក់ចាប់អារម្មណ៍គឺម្រាមដៃរបស់នាងដែលកំពុងញ័រតទាក់គណៈពេលដែលនាងព្យាយាមលាក់បាំងអ្វីម្យ៉ាងនៅក្នុងបាតដៃរាល់ពេលដែលតាជ័យនិយាយអំពីបារមីភ្នំឬក៏ការបាត់ខ្លួនរបស់រចនាភ្នែករបស់សុភីតែងតែងាកចេញនិងបង្ហាញនូវភាពភ័យព្រួយខុសពីមនុស្សដែលបាត់បង់មិត្តភ័ក្តិធម្មតាសាក់បានដើរចូលទៅជិតសុភីរួចសួរដោយសំឡេងទាបហើយធ្ងន់ថាសុភីមុននេះឯងថាឃើញស្រមោលខ្មៅយកនាងរចនាទៅតាមបង្អួចមែនទេចុះហេតុអ្វីបានជាស្បៃមង្គលការរបស់រចនាដែលជាប់នៅបន្លាព្រៃត្រង់ច្រកផ្លូវលំត្រង់ត្រពាំងបុនបើតាមយើងដឹងបង្អួចបន្ទប់នោះបែរមុខទៅរកទិសខាងលិចចំណែកផ្លូវលំនោះនៅទិសខាងត្បូងឯណោះទេតើនាងហោះទៅឬក៏មានអ្នកណានាំនាងទៅសុភីភ្ញាក់ព្រឺតនាងបញ្ញាប់ឆ្លើយទាំងសំឡេងភ័យញ័រយើងមិនដឹងទេពេលនោះវាងងឹតណាស់ហើយយើងក៏ភ័យខ្លាចពេកប្រហែលជាបារមីលោកនាំនាងកលឹងជុំវិញភ្នំក៏មិនដឹងសាក់មិនអស់ចិត្តគេក៏បានដើរទៅកាន់បន្ទប់កូនក្រមុំម្ដងទៀតរួចប្រើពិលចាំងពន្លឺគ្រប់ជ្រុងជ្រោយតែម្ដងនៅក្រោមគ្រែដែលរចនាធ្លាប់អង្គុយសាក់បានប្រទះឃើញវត្ថុមួយយ៉ាងដែលធ្វើឲ្យគេព្រឺឆ្អឹងខ្នងវាគឺជាកញ្ចក់ម្សៅពណ៌សតូចដែលធ្លាក់នៅទីនោះនិងកន្សែងជូតមុខរបស់សុភីដែលមានស្នាមប្រឡាក់ម្សៅនោះដែរមិនតែប៉ុណ្ណោះនៅលើមាត់បង្អួចដែលគ្រប់គ្នាគិតថាជាកន្លែងបារមីជុលមកឃើញមានស្នាមកោសខ្យល់ដូចជាមាននរណាម្នាក់ឈឺហើយនឹងប្រើកម្លាំងបាយដើម្បីរុញទ្វារបង្អួចឲ្យរបើកពីខាងក្នុងសាក់ចាប់ផ្ដើមផ្គុំរឿងរ៉ាវបញ្ចូលគ្នាគេសង្ស័យថាសុភីប្រហែលជាបានប្រើថ្នាំងងុយដេកឬថ្នាំសន្លប់ដាក់ឲ្យរចនារួចរៀបចំឈុតឆាកអ្នកភូមិដើម្បីស្វែងរកដើម្បីបំវែដានពីផែនការអាក្រក់របស់ខ្លួនប៉ុន្តែសំណួរធំគឺថាតើសុភីធ្វើបែបនេះដើម្បីអ្វីហើយបើនាងជាអ្នកធ្វើមែនតើនាងយករចនាទៅលាក់ទុកនៅឯណាក្នុងកំឡុងពេលដ៏ខ្លីបែបនេះសាក់បានសម្រេចចិត្តមិនតន់និយាយរឿងនេះប្រាប់វិបុលឡើយព្រោះខ្លាចវិបុលខូចចិត្តនិងបាត់បង់ម្ចាស់ការគេក៏បានត្រឹមតែដើរមកក្បែរវិបុលរួចខ្សឹបថាការតាមរកលើភ្នំត្រូវបន្តតែឯងត្រូវប្រយ័ត្នមនុស្សដែលនៅក្បែរខ្លួនឯងឲ្យមែនទេណាពេលខ្លះបិសាចមិនមែនមកពីភ្នំទេដែលវាច្រូតនៅក្នុងខ្លួនមនុស្សដែលយើងទុកចិត្តបំផុតនៅជុំវិញនេះវគ្គនេះបានបង្ហាញនូវភាពតានតឹងបែបស៊ើបអង្កេតធ្វើឲ្យអ្នកស្ដាប់កាន់តែពិបាកនឹងយល់តើការបាត់ខ្លួននេះជាស្នាដៃបារមីភ្នំតាមកម្មផលរបស់តាជ័យឬក៏ជាល្បិចកលស្នេហាត្រីកោណរបស់នាងសុភីនៅក្នុងគណៈដែលភាពងងឹតនិងអាប់ត្រជាក់កំពុងវៃលុកជើងភ្នំវិបុលនិងស័កបានសម្រេចចិត្តបន្តដំណើរឡើងទៅកាន់កំពូលភ្នំទាំងដង្ហើមហត់ត្រហេបត្រហប់ពន្លឺចន្លុះដែលនៅសេសសល់ជាស្រមោលព្រៀងទៅលើជញ្ជាំងចេតិយបុរាណមើលទៅគួរឲ្យស្ងប់ស្ងាញ់ផងនិងគួរឲ្យខ្លាចផងគោលដៅរបស់ពួកគេគឺវត្តនៅលើភ្នំដើម្បីស្វែងរកកិច្ចសង្គ្រោះពីលោកគ្រូចៅអធិការដែលជាសង្ឃនាយកមានមន្តអាគមនិងញាណបារមីខ្ពង់ខ្ពស់បរិយាកាសដ៏ស្ងប់ស្ងាត់និងមានអំណាចនៅពេលមកដល់ខ្លោងទ្វារវត្តភាពចលាចលនិងសំឡេងសត្វយំកងរំពងពីខាងក្រៅបែរជាត្រូវបានជំនួសដោយភាពស្ងប់ស្ងាត់ជ្រងំលោកគ្រូចៅអធិការកំពុងកងតាំងសមាធិយ៉ាងស្ងៀមស្ងាត់នៅមុខព្រះអង្គធំហាក់ដូចជាលោកបានដឹងមុនថាវានឹងមានរឿងអ្វីកើតឡើងផ្សែងធប់ភាយសាយអណ្ដែតចេញពីព្រះវិហារបង្កើតជាបរិយាកាសវិសុទ្ធមួយយ៉ាងដែលធ្វើឲ្យចិត្តដែលកំពុងក្តៅក្រហាយរបស់វិបុលត្រជាក់ចុះបន្តិចវិបុលបានក្រាបថ្វាយបង្គំដល់កម្រាលឥដ្ឋរួចរៀបរាប់ទាំងទឹកភ្នែកលោកម្ចាស់អើយសូមលោកមេត្តាជួយរកកូនស្រីតាជ័យផងបារមីភ្នំបានយកនាងទៅបាត់ហើយលោកគ្រូចៅអធិការបានបើកប្រណិតយឺតរួចសម្លឹងមើលទៅវិបុលដោយកែវភ្នែកពោពេញទៅដោយមេត្តាប៉ុន្តែក៏បង្កប់នៅភាពមុតមមលោកមានសង្ឃដីកាដោយសម្លេងធ្ងន់ថាមនាលឧបាសកអ្វីដែលឯងឃើញមិនមែនជាការពិតទាំងអស់ឡើយហើយអ្វីដែលឯងមិនឃើញក៏មិនមែនមានន័យថាវាមាននោះដែរបារមីលោកខ្ពង់ខ្ពស់លោកមិនដែលបៀតបៀនមនុស្សស្លូតត្រង់ដោយគ្មានហេតុផលឡើយ
ជួនកាលចិត្តមនុស្សកាចសាហាវជាងបិសាចទៅទៀតវាអាចប្រើឈ្មោះបារមីដើម្បីបិទបាំងអំពើអាក្រក់របស់ខ្លួនវិបុលងឿងឆ្ងល់នឹងសម្ដីនោះជាខ្លាំងប៉ុន្តែស័កដែលឈរនៅពីក្រោយបែរជាយល់ន័យកាន់តែច្បាស់លោកចៅអធិការបន្តទៀតថាកម្មផលដែលតាជ័យបានធ្វើគឺពិតជាមានមែនប៉ុន្តែវាមិនតាន់ដល់ថ្នាក់ត្រូវបាត់បង់ជីវិតមនុស្សឡើយចូលឯងត្រឡប់ទៅមើលកន្លែងដែលស្ងាត់បំផុតនិងចិត្តខ្លួនបំផុតទៅចោះឯងនឹងឃើញពន្លឺចូលប្រើសតិកុំប្រើតែអារម្មណ៍ភ័យខ្លាចមុននឹងឲ្យពួកគេត្រឡប់ទៅវិញលោកគ្រូក៏បានប្រគល់ខ្សែចង្កេះមុនគាថាមួយខ្សែដល់វិបុលរួចមានសង្ឃដីកាប្រាប់ថាយកវាទៅការពារកាយខ្សែនេះនឹងជួយឲ្យឯងមើលឆ្លុះនៅមុនមាយាទាំងឡាយណាដែលភ្នែកមនុស្សធម្មតាមើលមិនឃើញប្រញាប់ទៅចោះមុននឹងសិលដែលគេប្រើបាំងភ្នែកនោះរលាយបាត់ហើយគ្រោះថ្នាក់ពិតប្រាកដនឹងមកដល់សម្ដីរបស់លោកគ្រូចៅអធិការបានធ្វើឲ្យវិបុលចាប់ផ្ដើមភ្ញាក់រលឹកគេលែងភ័យខ្លាចបារមីដែលគ្មានរូបរាងតែគេចាប់ផ្ដើមបារម្ភពីល្បិចកលមនុស្សវិញម្ដងវិបុលនិងស័កបានបញ្ញាប់ចុះពីលើភ្នំវិញយ៉ាងលឿនសម្ដៅទៅកាន់កន្លែងដែលគេប្រទះឃើញស្បែកមង្គលការរបស់រចនាព្រោះគេជឿថាទីនោះគឺជាសោក្របចុចនៃអាកំបាំងទាំងអស់បន្ទាប់ពីបានស្ដាប់សង្ឃដីការបស់លោកគ្រូចៅអធិការវិបុលនិងស័កបានបញ្ញាប់បញ្ញាល់ត្រឡប់ទៅកាន់ផ្ទះការវិញទាំងបេះដូងលោតញាប់ក្នុងគណៈដែលអ្នកភូមិដទៃទៀតកំពុងសម្រាកដោយភាពភ័យខ្លាចនិងតាជ័យកំពុងសូត្រធម៌បន់ស្រន់ទាំងទឹកភ្នែកវិបុលបានដើរតម្រង់ទៅកាន់បន្ទប់កូនក្រមុំម្ដងទៀតដែលមានខ្សែចង្កេះមុនអាគមរុំជាប់នឹងកដៃវិបុលបានមើលត្រឹមតែរបស់របរដែលរាយប៉ាយប៉ាត់លើឥដ្ឋហើយគេចាប់ផ្ដើមប្រែភ្នែកសម្លឹងមើលទៅគ្រប់ជ្រុងនៃបន្ទប់ឈើបុរាណនេះគេនឹកឃើញដល់សម្ដីលោកគ្រូដែលថាមើលឲ្យធ្លុះនៅមុនមាយាគេចាប់ផ្ដើមសង្កល់ឃើញថាទោះបីជាបន្ទប់មើលទៅរញ៉េរញ៉ៃប៉ុន្តែមានចំណុចខ្លះដែលខុសប្រក្រតីធូលីដីលើកម្រាលនៅក្បែរទូកៅអៅធំដែលធ្វើពីឈើខ្មៅមានដានកិនអូសដីបន្តិចបន្តួចហាក់ដូចជាទូនេះទៅតែត្រូវបានគេរកិលក្លិនម្សៅក្រអូបក្លិនដែលសុភីប្រើក្នុងបន្ទប់នេះវាមិនមែនគ្រាន់តែជាក្លិនក្រអូបធម្មតាទេប៉ុន្តែវាបង្កប់ដោយក្លិនមួយយ៉ាងដែលធ្វើឲ្យស្មារតីងងុយងោកវិបុលសម្លឹងមើលទៅទូកៅអៅធំនោះរួចក៏សាកល្បងរុញវាស័កក៏ស្ទុះមកជួយរុញយ៉ាងអស់កម្លាំងស្រាប់តែមានសំឡេងក្រាកលាន់ឡើងរួចទូឈើនោះក៏រំកិលចេញបង្ហាញឲ្យឃើញនៅទ្វារសម្ងាត់តូចមួយដែលកប់នៅក្នុងជញ្ជាំងឈើនៃផ្ទះបុរាណនោះទ្វារនេះនាំទៅកាន់ចណ្ដាលឈើមួយចុះទៅក្រោមដីដែលជាបន្ទប់ក្រោមដីចាស់សម្រាប់ទុកដាក់របស់របរតាំងពីសម័យបុរាណតែសូម្បីតែតាជ័យក៏ភ្លេចថាវាមានវត្តមាននៅទីនេះដែរវិបុលកាន់ចន្លោះចុះទៅតាមចណ្ដាលទាំងបេះដូងស្ទើរតែលោតចេញមកក្រៅនៅផ្នែកខាងក្រោមដែលងងឹតស្លុបនិងត្រជាក់ស្រាប់គេបានឃើញរចនាកំពុងដេកសន្លប់ស្ដុកស្ដឹងនៅលើកម្រាលឈើក្នុងសភាពមាត់ត្រូវបានគេចងក្រណាត់បិទជិតដៃជើងត្រូវបានចងយ៉ាងណែននាងនៅតែក្រងឈុតកូនក្រមុំពណ៌មាសប៉ុន្តែសម្រស់ដែលធ្លាប់តែស្រស់ថ្លាបែរជាប្រែជាស្លេកស្លាំងគួរឲ្យអាណិតនៅក្បែររចនាពួកគេបានឃើញសុភីកំពុងអង្គុយសម្លឹងមើលរចនាដោយកែវភ្នែកពោពេញទៅដោយភាពច្រណែននិងឈួតឡប់ក្នុងដៃរបស់នាងមានកាន់កន្ត្រៃមួយយ៉ាងមុតស្រួចហាក់ដូចជាកំពុងរៀបនឹងកាត់សក់ឬបំផ្លាញសម្រស់របស់មិត្តភក្តិសុភីជប់ភ្លាមណាវិបុលស្រែកទាំងកំហឹងនិងភាពតក់ស្លុតសុភីភ្ញាក់ព្រឺតនាងងើបឈរឡើងទាំងសើចយំលាយឡំគ្នាវិបុលបងមកដល់ហើយឬបងដឹងទេបើគ្មាននាងម្នាក់នេះបងច្បាស់ជាស្រឡាញ់អូនខ្ញុំគ្រាន់តែចង់ឲ្យនាងបាត់ខ្លួនទៅតាមពាក្យសន្យារបស់ឪពុកនាងប៉ុណ្ណោះបើគ្រប់គ្នាជឿថាបារមីភ្នំយកនាងទៅនោះបងនឹងលែងរងចាំនាងទៀតហើយមែនទេសុភីបានសារភាពទាំងឈួតវង្វេងថានាងបានលួចរៀនមន្តអាគមបិទបាំងភ្នែកនិងប្រើថ្នាំសណ្ដំដាក់រចនារួចរៀបចំឈុតឆាកខ្យល់ត្រជាក់និងទៀនជ័យរលត់ដើម្បីបន្លាចអ្នកភូមិឲ្យភ័យខ្លាចមិនហ៊ានចូលមកជិតបន្ទប់នេះនាងបានយករចនាចុះមកលាក់ទុកនៅទីនេះដើម្បីរងចាំឱកាសយប់ជ្រៅនិងនាំនាងទៅបោះចោលក្នុងលអាងភ្នំជ្រៅដើម្បីឲ្យបាត់ឈ្មោះជារៀងរហូតវគ្គនេះបង្ហាញឲ្យឃើញថាពេលខ្លះបិសាចដែលគួរឲ្យខ្លាចបំផុតមិនមែនជាខ្មោចព្រាយដែលយើងខ្លាចឡើយប៉ុន្តែគឺជាចិត្តច្រណែនរបស់មនុស្សដែលនៅក្បែរខ្លួនយើងបំផុត
វិបុលបានស្ទុះទៅរំដោះរចនាគណៈដែលសាក់ចាប់ខត់ខ្លួនសុភីដើម្បីបញ្ជូនទៅឲ្យច្បាប់និងឲ្យតាជ័យដោះស្រាយពន្លឺចន្លោះនៅក្នុងបន្ទប់ក្រោមដីដ៏តូចចង្អៀតបានជះទៅលើផ្ទៃមុខដ៏ស្លេកស្លាំងរបស់រចនាដែលទើបតែដឹងខ្លួនតិចតិចពីឥទ្ធិពលថ្នាំសន្លប់នៅចំពោះមុខនាងគឺភាពតក់ស្លុតដែលមិនអាចថ្លែងបាននៅពេលឃើញមិត្តសម្លាញ់បំផុតរបស់ខ្លួនគឺសុភីកំពុងត្រូវបានសាក់ខត់ខ្លួនទាំងបង្ខំខណៈដែលក្នុងដៃនាងនៅមានកាន់កន្ត្រៃនិងកញ្ចប់ម្សៅអាកំបាំងវិបុលបានត្រកង3រចនាឡើងមកលើផ្ទះវិញទាំងក្តីរំភើបលាយឡំនិងកំហឹងដែលពុះកញ្ជ្រោលនៅពេលពួកគេឈានជើងដើរចូលដល់រោងការវិញអ្នកភូមិដែលនៅសេសសល់និងតាជ័យនាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងតាជ័យស្ទុះទៅអោបកូនស្រីទាំងទឹកភ្នែកលែងខ្វល់ពីពិធីការឬអ្វីទាំងអស់ក្រៅពីដឹងថាម្ចាស់ជីវិតរបស់គាត់នៅរស់សាក់បានរុញសុភីឲ្យមកឈរនៅកណ្ដាលចំណោមចាស់ទុំរួចបោះកញ្ចប់ម្សៅសនិងកន្សែងប្រឡាក់ថ្នាំនៅលើឥដ្ឋនេះមែនទេបារមីភ្នំដែលអ្នករាល់គ្នាខ្លាចនេះមិនមែនទេស្រមោលខ្មៅដែលសុភីបានប្រាប់យើងគ្មានបារមីណាមកយកកូនក្រមុំទេគឺមានតែមនុស្សចិត្តខ្មៅដែលប្រើល្បិចបិទបាំងភ្នែកគ្រប់គ្នាដើម្បីបំផ្លាញសុភមង្គលមិត្តភក្តិឯងសុភីដែលដឹងថាខ្លួនអស់ផ្លូវរត់បានត្រឹមតែយំសាចម្នាក់ឯងដូចជាមនុស្សបាត់បង់ស្មារតីនាងបានស្រែកឡើងទាំងកំហឹងសម្ដៅទៅរចនាឯងស្អាតឯងមានគេស្រឡាញ់ឯងមានឪពុកថ្នាក់ថ្នមចោះយើងវិញយើងនៅក្បែរឯងដូចជាស្រមោលគ្មានអ្នកណាមើលឃើញយើងឡើយសូម្បីតែវិបុលយើងគ្រាន់តែចង់ឲ្យឯងបាត់ខ្លួនទៅដើម្បីឲ្យគ្រប់គ្នាដឹងថាឯងគឺជាស្រីកលក្ខណីដែលបារមីភ្នំមិនចង់ឲ្យរៀបការរចនាដែលកំពុងអង្គុយលើកៅអីសម្លឹងមើលមុខសុភីទាំងទឹកភ្នែកហូរតក់សុភីយើងស្រឡាញ់ឯងដូចបងប្អូនបើឯងស្រឡាញ់វិបុលហេតុអ្វីមិនប្រាប់យើងត្រង់ហេតុអ្វីត្រូវធ្វើបាបយើងនិងបំផ្លាញកិត្តិយសបារមីភ្នំដែលយើងគោរពបែបនេះលោកអាចារ្យធំបានដកដង្ហើមធំរួចពោលដោយសេចក្តីស្ងប់មែនហើយមុនមាយានិងល្បិចកលអាចបោកប្រាស់ភ្នែកមនុស្សបានមួយគ្រាតែมันអាចបិទបាំងការពិតបានជារៀងរហូតឡើយសុភីត្រូវទទួលខុសត្រូវចំពោះទង្វើខ្លួនឯងចំណែកជ័យឯងឃើញទេកំហុសរបស់ឯងកាលពីអតីតកាលគឺជាចន្លោះប្រហោងដែលធ្វើឲ្យអ្នកដតីយកមកធ្វើជាល្បិចកិច្ចកលបង្កគ្រោះថ្នាក់ដល់កូនឯងចូលឯងចងចាំទុកជាមេរៀនណាខណៈដែលសុភីត្រូវបានអ្នកភូមិនាំខ្លួនទៅកាន់ផ្ទះមេភូមិដើម្បីដោះស្រាយតាមច្បាប់ផ្ទៃមេឃនៅពីក្រោយភ្នំឧដុង្គក៏ចាប់ផ្ដើមស្រឡះបន្តិចម្ដងអាប់ខ្មៅដែលធ្លាប់តែគ្របដណ្ដប់ក៏រលាយសាបសូន្យជំនួសមកវិញនៅពន្លឺពណ៌មាសនៃថ្ងៃថ្មីវាគឺជាការបង្ហាញឲ្យឃើញថានៅពេលដែលការពិតត្រូវបានលាតត្រដាងភាពងងឹតទាំងឡាយក៏ត្រូវវិនាសទៅវគ្គនេះបង្ហាញពីការបញ្ចប់នៃអាកំបាំងដែលមនុស្សជាអ្នកបង្កើតប៉ុន្តែក៏ជាការដាស់តឿនអំពីផលវិបាកនៃចិត្តច្រណែននិងការមិនរក្សាសច្ចៈរបស់មនុស្សចំនួនបានបញ្ចប់ប៉ុន្តែស្លាកស្នាមក្នុងចិត្តរបស់រចនានិងវិបុលទើបតែចាប់ផ្ដើមជាបាលទោះបីជាការពិតប្រាល្បិចកិច្ចការរបស់សុភីត្រូវបានលាតត្រដាងប៉ុន្តែទម្រាំតែគ្រប់គ្នារកឃើញរចនាឃើញជាក់ស្ដែងនៅក្នុងបន្ទប់ក្រោមដីគឺវាជាពេលវេលាមួយដែលពោរពេញទៅដោយភាពតានតឹងនិងអារម្មណ៍រំជើបរំជួលបំផុតវគ្គនេះផ្ដោតសំខាន់លើវិនាទីនៃការជួយសង្គ្រោះនិងការជួបគ្នាដោយមានអត្ថន័យវិបុលកាន់ចន្លោះចុះតាមចន្ទាឈើដែលចាស់ពុកផុយទាំងញាប់ញ័រសំឡេងជើងដើរលើឈើបន្លឺឡើងក្រាក់ហាក់ដូចជាកំពុងរាប់ថយក្រោយនៃក្តីសង្ឃឹមនៅពេលបន្លឺភ្លើងចន្លោះជះទៅដល់បាតបន្ទប់ក្រោមដីវិបុលស្ទើរតែដាច់ខ្យល់ស្លាប់នៅពេលឃើញរាងកាយកូនក្រមុំរបស់គេដេកផ្អៀងទៅម្ខាងក្នុងសភាពស្ងៀមឈឹងរចនាឮបងហៅទេវិបុលស្ទុះទៅលុតជង្គង់ក្បែរនាងរួចបញ្ញាស្រ័យចំណងដែលរឹតដៃជើងនាងរហូតដល់ឡើងក្រហមចំគេដោះក្រណាត់ដែលចងបិទមាត់នាងចេញភ្លាមរចនាចាប់ផ្ដើមបើកភ្នែកព្រឹមទឹកភ្នែកដែលដក់នៅក្នុងរង្វង់ភ្នែករបស់នាងបានស្រក់ចុះមកកាត់ផែនថ្ពាល់ប្រឡាក់ដោយម្សៅមួយយ៉ាងដែលសុភីបានប្រើបងវិបុលបងមកជួយអូនមែនទេសំឡេងរបស់នាងខ្សៅស្ទើរតែស្ដាប់មិនឮប៉ុន្តែវាគឺជាសំឡេងដែលពិរោះបំផុតសម្រាប់វិបុលក្នុងជីវិតនេះ
គេត្រកង3នាងឡើងមកផ្អែកលើទ្រូងយ៉ាងណែនហាក់ដូចជាខ្លាចថាបើនរណាម្នាក់ព្រិចភ្នែកនាងនឹងរលាយបាត់ទៅម្ដងទៀតនៅពេលវិបុល3រចនាឡើងមកតាមច្រកសម្ងាត់ហើយឈានជើងចូលទៅក្នុងបន្ទប់ជន់លើវិញបន្លឺចង្គៀងក្បាលខ្លាដែលអុចបំភ្លឺក្នុងផ្ទះបានធ្វើឲ្យសម្រស់កូនក្រមុំក្នុងឈុតបុរាណដែលប្រឡាក់ដីបន្តិចបន្តួចនោះមើលទៅកាន់តែគួរឲ្យអាណិតអាសូរតាជ័យគ្រាន់តែឃើញកូនស្រីភ្លាមគាត់ក៏ស្ទុះមកអោបជើងកូនរួចយំសោកបោកខ្លួនកូនស្រីមានឪពុកខុសហើយឪពុកមិនគួរធ្វើឲ្យកូនត្រូវរងគ្រោះថ្នាក់ដោយសារសម្ដីមិនរក្សាសច្ចៈរបស់ឪពុកបែបនេះឡើយអ្នកភូមិដែលនៅចោមរោមមើលពីខាងក្រៅបងអួចនាំគ្នាស្រែកហូដោយក្តីត្រេកអរភាពភ័យខ្លាចចំពោះបារមីដែលធ្លាប់តែគ្រប់ដណ្ដប់ក៏ប្រែជាក្តីមេត្តានិងការអបអរសាទរចំពោះស្នេហាពិតដែលឆ្លងកាត់ឧបសគ្គរចនាបានងាកទៅសម្លឹងមើលស្បៃមង្គលការរបស់ខ្លួនដែលដាច់រយរយារួចញញឹមទាំងទឹកភ្នែកទៅកាន់វិបុលទោះបីជាស្បៃនេះដាច់ក៏ស្នេហារបស់យើងមិនដាច់តាមនោះដែរមែនទេបងវិបុលមិនឆ្លើយអ្វីឡើយគេបានត្រឹមតែថាបថ្ងាស់នាងរួចសម្លឹងមើលទៅក្រៅបង្អួចឆ្ពោះទៅកាន់ភ្នំឧដុង្គក្នុងចិត្តគេដឹងច្បាស់ថាទោះបីជាសុភីជាអ្នកធ្វើក៏កម្មផលរបស់តាជ័យជាដើមហេតុដែរហើយការដែលគេរកឃើញរចនានៅពេលនេះក៏ប្រហែលជាការអនុគ្រោះពីបារមីភ្នំដែលចង់ឲ្យពួកគេរៀនស្គាល់ពីតម្លៃនៃសច្ចៈនិងការលះបង់បន្ទាប់ពីភាពចលាចលបានអន់ថយពន្លឺព្រះអាទិត្យពណ៌ផ្កាឈូកនៃព្រលឹមស្រាងបានចាប់ដើមជះរស្មីមកលើទឹកដីភ្នំឧដុង្គនៅក្នុងរោងការដែលធ្លាប់តែពោរពេញទៅដោយភាពភ័យខ្លាចឥឡូវនេះត្រូវបានជំនួសដោយបរិយាកាសស្ងប់ស្ងាត់និងការសម្រោះសម្រួលគ្រប់គ្នាអង្គុយជុំគ្នាដើម្បីស្ដាប់ការបកស្រាយចុងក្រោយនិងស្វែងរកផ្លូវចេញសម្រាប់វិបដិសារីដែលបានកើតឡើងការបកស្រាយពីលោកគ្រូចៅអធិការលោកគ្រូចៅអធិការដែលបាននិមន្តចុះពីលើភ្នំដើម្បីជួយសម្រួលសតិស្មារតីអ្នកភូមិបានមានសន្និកាបំភ្លឺនៅមណ្ឌលទាំងឡាយថាបារមីលោកមិនមែនទាមទារយកជីវិតមនុស្សដើម្បីសងបំណុលឡើយអ្វីដែលកើតឡើងគឺជាកញ្ចុះឆ្លោះកម្មការដែលតាជ័យមិនរក្សាសច្ចៈបានបង្កើតជាចំណុចខ្សោយក្នុងចិត្តដែលអនុញ្ញាតឲ្យសេចក្តីច្រណែនរបស់សុភីមានឱកាសលោភចូលមកធ្វើបាបបើគ្មានពាក្យកុហករបស់តាជ័យកាលពីអតីតកាលសុភីក៏មិនអាចប្រើរឿងបារមីមកធ្វើជាល្បិចកិច្ចកលបន្លាចគ្រប់គ្នាបានដែរតាជ័យបានលុតជង្គង់នៅចំពោះមុខរចនានិងវិបុលទាំងសេចក្តីអៀនខ្មាស់គាត់បានសម្រេចចិត្តបកុលមាសប្រាក់និងដង្វាយដែលគាត់បានជំពាក់កាលពី20ឆ្នាំមុនទៅសាងសង់សាលាសំណាក់និងជួសជុលអាសនៈនៅជើងភ្នំដើម្បីជាការសងបំណុលសច្ចៈនិងដើម្បីសុំសេចក្តីសុខឲ្យកូនស្រីគាត់បានយល់ច្បាស់ថាទេវតាឬបារមីមិនត្រូវការមាសប្រាក់ឡើយតែលោកត្រូវការចិត្តសច្ចៈនិងមនុស្សលោកទោះបីជាស្ទើរតែបាត់បង់ជីវិតនិងត្រូវមិត្តសម្លាញ់ធ្វើបាបយ៉ាងធ្ងន់ធ្ងរប៉ុន្តែរចនាបានបង្ហាញនូវដួងចិត្តដ៏បរិសុទ្ធនាងបានសុំឲ្យអ្នកភូមិនិងតាជ័យកុំដាក់ទោសសុភីដល់ថ្នាក់ដាក់គុកច្រវាក់អីតែសុំត្រឹមតែបណ្ដេញនាងឲ្យទៅរស់នៅឆ្ងាយពីភូមិនិងឲ្យនាងទៅសមាទានសិលនៅវត្តមួយនាខេត្តឆ្ងាយទៅបានហើយដើម្បីលាងជម្រះចិត្តដែលពោរពេញទៅដោយសេចក្តីភ្លើងច្រណែនការសងសឹកនឹងធ្វើឲ្យយើងឈឺចាប់មិនចេះចប់ខ្ញុំចង់ឲ្យមង្គលការរបស់ខ្ញុំចាប់ផ្ដើមដោយមានការអត់ឱនមិនមែនដោយការចងពៀឡើយសម្ដីរបស់នាងរចនាបានធ្វើឲ្យអ្នកភូមិម្នាក់ងក់ក្បាលកោតសរសើរវិបុលបានកាន់ដៃនាងរចនារួចងើបឈរសម្លឹងទៅកំពូលភ្នំឧដុង្គគេទាំងពីរបានបន់ស្រន់រួមគ្នាសុំឲ្យរឿងរ៉ាវអាក្រក់ទាំងឡាយដែលអណ្ដែតទៅតាមខ្យល់ត្រជាក់ដែលបានបក់កាត់កាលពីយប់មិញចំណងដៃដែលចាស់ទុំចងនៅពេលនេះមិនមែនគ្រាន់តែជាចំណងមង្គលការធម្មតាទេប៉ុន្តែវាគឺជាចំណងនៃជំនឿដែលបានជំរះស្អាតនិងសេចក្តីស្រឡាញ់ដែលឆ្លងកាត់ឧបសគ្គពិតវគ្គនេះបង្ហាញពីធម៌ពលនៃការអត់ឱនដែលអាចរំលាយរាល់មន្តមាយានិងកំហឹងទាំងពួងវាជាការបញ្ចប់នៅភាពអាកំបាំងដោយសន្តិវិធីនិងជាមេរៀនមួយដ៏មានតម្លៃសម្រាប់អ្នកភូមិជើងភ្នំបន្ទាប់ពីពពកខ្មៅនៃភាពមណ្ឌលសង្ស័យបានរលាយសាបសូន្យផ្ទៃមេឃលើភ្នំឧដុង្គប្រែជាស្រឡះស្រឡាយខុសពីធម្មតា
ដើម្បីដោះស្រាយនៅជំពាក់ដែលនៅសេសសល់និងដើម្បីសុំសេចក្តីសុខសន្តិភាពជារៀងរហូតតាជ័យបានដឹកនាំគ្រួសារនិងអ្នកភូមិរៀបចំពិធីបំណន់បារមីមួយយ៉ាងធំនៅអាសនៈបុរាណជើងភ្នំគ្រឿងដង្វាយនៃសេចក្តីសច្ចៈមិនមែនត្រឹមតែផ្កាឈូកមាសដែលបានសន្យាប៉ុណ្ណោះទេប៉ុន្តែតាជ័យបានរៀបចំជើងពៀនផ្លែឈើបងអែមចំអាបយ៉ាងសម្រិតសម្រាំងវិបុលនឹងរចនាស្លៀកពាក់ឈុតបុរាណពណ៌សស្អាតបាតកាន់ទៀនធូបអង្គុយលុតជង្គង់នៅមុខអាសនៈក្លិនធូបក្រអូបផ្សាយភាយលេឡំនឹងសំឡេងភ្លេងពិណពាទ្យបទថ្វាយពរពន្លឺឡើងយ៉ាងពីរោះរងំកាត់ព្រៃព្រឹក្សាតាជ័យបានអុជធូបលើកបង្ហាញទៅកាន់មេឃរួចពោលដោយសំឡេងធ្ងន់ធ្ងរនិងពោពេញទៅដោយការគោរពបបពិតបារមីស័ក្តិសិទ្ធិដែលថែរក្សាទឹកដីភ្នំឧដុង្គថ្ងៃនេះកូនចៅសូមនាំយកនៅសេចក្តីសច្ចៈដែលបានជំពាក់តាំងពី20ឆ្នាំមុនមកថ្វាយវិញហើយសូមលោកមេត្តាទទួលយកនៅគ្រឿងដង្វាយនិងពាក្យសុំខមាទោសពីកូនចៅសូមលោកមេត្តាប្រសិទ្ធពរជ័យឲ្យកូនស្រីនិងកូនប្រសាខ្ញុំរស់នៅដោយសុខសន្តិភាពនិងការពារពួកគេពីសត្រូវមាយាទាំងឡាយណាដែលមកយាយីផងខណៈដែលតាជ័យកំពុងសូត្របន់ស្រន់ស្រាប់តែមានខ្យល់ជំនោរមួយយ៉ាងបក់មកយ៉ាងស្រទន់ខុសពីខ្យល់ត្រជាក់ស្រិបគួរឲ្យខ្លាចកាលពីយប់មិញខ្យល់លើកនេះមានក្លិនក្រអូបប្រហើរដោយផ្កាព្រៃនិងធ្វើឲ្យគ្រប់គ្នាមានអារម្មណ៍ស្រស់ស្រាយខុសប្លែកពីធម្មតាសំឡេងស្លឹកឈើបក់រវិចរវិចហាក់ដូចជាការងក់ក្បាលទទួលយកនៅដង្វាយនិងការអត់ឱនពីសំណាក់បារមីម្ចាស់ទឹកម្ចាស់ដីវិបុលនិងរចនាបានដាក់ទៀនជ័យដែលបានអុជថ្មីនៅលើអាសនៈលើកនេះទៀននោះឆេះសន្ធោសន្ធៅត្រង់ភ្លឹងទោះបីជាមានខ្យល់បក់ក៏មិនរលត់ឡើយរចនាបានសម្លឹងមើលទៅភ្នំឧដុង្គដោយកែវភ្នែកគោរពស្រឡាញ់នាងយល់ថាអាកំបាំងដែលបានកើតឡើងគឺជាមេរៀនបង្រៀនឲ្យនាងស្គាល់ពីតម្លៃនៃជីវិតនិងការជឿជាក់លើអំពើល្អអ្នកភូមិដែលធ្លាប់តែខ្លាចរអាឥឡូវនេះនាំគ្នាចូលទៅចងដៃកូនកំឡោះក្រមុំនៅចំពោះមុខអាសនៈពួកគេជឿថាមង្គលការដែលឆ្លងកាត់ការសាងជំរះមណ្ឌលបារមីបែបនេះគឺជាមង្គលការដែលរឹងមាំបំផុតតាជ័យមានអារម្មណ៍ថាដុំថ្មដ៏ធ្ងន់ដែលសង្កត់លើទ្រូងកត់អស់20ឆ្នាំត្រូវបានលើកចេញបាត់អស់គ្មានសល់វគ្គនេះបង្ហាញពីការវិលត្រឡប់មកវិញនៃជំនឿដ៏ត្រឹមត្រូវនិងការផ្សះផ្សារវាងមនុស្សនិងវត្ថុស័ក្តិសិទ្ធិតាមរយៈការរក្សាសច្ចៈពិធីបំណន់បារមីមិនត្រឹមតែជាការសងបំណុលមាសប្រាក់ឡើយប៉ុន្តែវាគឺជាការសងនៅសេចក្តីទុកចិត្តដែលធ្វើឲ្យទឹកដីជើងភ្នំឧដុង្គត្រឡប់មករកភាពត្រជាក់ត្រជុំវិញម្ដងទៀតបន្ទាប់ពីកិច្ចពិធីបំណន់បារមីនៅជើងភ្នំត្រូវបានបញ្ចប់ដោយភាពត្រជាក់ត្រជុំភាពរស់រវើកក៏បានត្រឡប់មកកាន់រោងការម្ដងទៀតកំតិចកំទីនៃភាពភ័យខ្លាចត្រូវបានបោសសម្អាតចេញជំនួសមកវិញដោយពន្លឺចង្គៀងកែវជះរស្មីចាំងផ្លាតទៅនឹងគ្រឿងតុបតែងពណ៌មាសបង្កើតបានជាបរិយាកាសមង្គលដ៏ពិតប្រាកដអ្នកភូមិដែលធ្លាប់តែភ័យខ្លាចបាននាំគ្នាត្រឡប់មកជួយរៀបចំពិធីបន្តយ៉ាងសស្រាក់សស្រាំក្រុមភ្លេងការបានចាប់ផ្ដើមរៀបចំឧបករណ៍រួចកែសម្រួលខ្សែរនាតនិងខ្សែដួងឲ្យត្រៀមបន្លឺបទភ្លេងជ័យមង្គលជាថ្មីតាជ័យដើរទទួលភ្ញៀវទាំងស្នាមញញឹមចេញពីបេះដូងទឹកមុខរបស់គាត់លែងមានភាពខ្វល់ខ្វាយដូចក្រៀមមុនទៀតហើយរចនាត្រូវបានអ្នកកំដរជួយរៀបចំតុបតែងកាយម្ដងទៀតលើកនេះនាងស្លៀកឈុតពណ៌ផ្កាឈូកស្រស់ដែលជានិមិត្តរូបនៃសេចក្តីសង្ឃឹមនិងការចាប់ផ្ដើមជាថ្មីទោះបីជាមានភាពហត់នឿយខ្លះៗពីហេតុការណ៍យប់មិញប៉ុន្តែសម្រស់របស់នាងកាន់តែមើលទៅមានអំណាចនិងស្រស់ថ្លាជាងមុនព្រោះវាជាសម្រស់ដែលឆ្លងកាត់ការលបងជ័យវិបុលក្នុងឈុតកូនកំឡោះសង្ហាបានដើរមកឈរក្បែរភរិយាដៃរបស់គេកាន់ដៃនាងយ៉ាងណែនមិនព្រមលែងសំបីមួយវិនាទីពិធីដែលសំខាន់បំផុតគឺពិធីកាត់សក់បានចាប់ដើមឡើងសំឡេងច្រៀងបទសារកាកែវបានបន្លឺឡើងយ៉ាងពីរោះរងំលោកអាចារ្យអ្នកភ្លេងបានដើរតួជាទេវតាចុះមកកាត់សក់ឲ្យកូនប្រុសស្រីដើម្បីជំរះអស់ចង្រៃឧបទ្រពនិងគ្រោះថ្នាក់អាក្រក់ទាំងឡាយដែលបានមកយាយីកន្លងមក
គ្រប់គ្នាញញឹមយ៉ាងរីករាយនៅពេលឃើញទេវតាកាត់សក់បង្កក់សេរីហាក់ដូចជាកំពុងលៀងជំរះនៅរាល់ភាពសៅហ្មងដែលបានកើតឡើងក្នុងវគ្គមុនរោងការដែលធ្លាប់តែត្រជាក់ស្រិបដោយខ្យល់អាកំបាំងឥឡូវនេះប្រែជាកក់ក្ដៅដោយសម្លេងសើចសប្បាយនិងពរជ័យពីចាស់ទុំភ្ញៀវកិត្តិយសដែលបានឮដំណឹងថារចនាត្រូវបានរកឃើញបាននាំគ្នាសម្រុកមកចូលរួមយ៉ាងកកកុញលើសពីពេលមុនទៅទៀតព្រោះពួកគេចង់ឃើញដោយផ្ទាល់ភ្នែកនៅកូនក្រមុំដែលបារមីភ្នំឧដុង្គប្រគល់មកវិញនៅពេលដែលលោកអាចារ្យប្រកាសបង្កក់ទឹកមុនលើក្បាលគូស្វាមីភរិយាវិបុលបានខ្សឹបដាក់ត្រចៀករចនាថារចនារោងការរបស់យើងលើកនេះនឹងគ្មានអ្វីមកបំបែកបានឡើយបងសន្យាថានឹងការពារអូនឲ្យដល់ទីបំផុតរចនាងក់ក្បាលរួចសម្លឹងមើលទៅផ្កាស្លាក្នុងដៃដែលកំពុងរីកស្គុះស្គាយវគ្គនេះបង្ហាញពីភាពរឹងមាំនៃប្រពៃណីនិងជំនឿចិត្តរបស់មនុស្សទោះបីជាមានឧបសគ្គធំធេងយ៉ាងណាក៏មិនអាចខាត់ខាំងសេចក្តីសុខដែលកើតចេញពីការពិតនិងសេចក្តីស្រឡាញ់បានដែររោងការបន្តឡើងវិញមិនត្រឹមតែជាកិច្ចពិធីប៉ុណ្ណោះទេប៉ុន្តែវាគឺជាជ័យជំនះដ៏អស្ចារ្យធំបំផុតរបស់ពួកគេក្រោយពីពន្លឺនៃពិធីជ័យមង្គលបានបញ្ចប់ទៅយ៉ាងត្រចះត្រចង់ភាពសុខសាន្តពិតប្រាកដក៏បានចូលមកគ្របដណ្ដប់លើជីវិតរបស់វិបុលនិងរចនាពេលវេលាបានកន្លងផុតទៅជាច្រើនខែប៉ុន្តែរឿងរ៉ាវអាថ៌កំបាំងដែលបានកើតឡើងនៅជើងភ្នំឧដុង្គបានក្លាយជាមេរៀនជីវិតដ៏មានតម្លៃបំផុតសម្រាប់ពួកគេនិងអ្នកភូមិទាំងមូលវិបុលនិងរចនាបានសាងសង់ផ្ទះតូចមួយនៅក្បែរជើងភ្នំដែលហ៊ុំព័ទ្ធទៅដោយសួនបន្លែនិងដើមឈើហូបផ្លែជារៀងរាល់ព្រឹកពួកគេតែងតែនាំគ្នាដងទឹកបោសជំរះអាសនៈបារមីភ្នំដែលនៅក្បែរនោះមិនដែលខានទេវិបុលបានក្លាយជាគ្រួសារដ៏រឹងមាំជាបង្អែកដ៏កក់ក្ដៅសម្រាប់រចនាចំណែកឯរចនាវិញនោះក៏បានក្លាយជាភរិយាដ៏ឆ្លាតវៃមានមេត្តាធម៌ដែលអ្នកភូមិគ្រប់គ្នាស្រឡាញ់រាប់អានតាជ័យឥឡូវនេះមានវ័យកាន់តែជរាប៉ុន្តែទឹកមុខរបស់គាត់ស្រស់ថ្លានិងមានកម្លាំងមាំមួនជាងមុនព្រោះចិត្តរបស់គាត់បានរួចផុតពីចំណងនៃវិបដិសារីគាត់ចំណាយពេលភាគច្រើននៅវត្តលើភ្នំជួយការងារលោកគ្រូចៅអធិការនិងសាងសង់សមិទ្ធផលនានាដើម្បីឧទ្ទិសកុសលនិងជាការរក្សាសច្ចៈដែលគាត់ធ្លាប់បានធ្វើគាត់បានយល់ច្បាស់ថាសុភមង្គលពិតប្រាកដកើតចេញពីការរស់នៅដោយមានសច្ចធម៌រឿងរ៉ាវរបស់សុភីបានក្លាយជាការដាស់តឿនដល់យុវជនក្នុងភូមិអំពីផលវិបាកនៃចិត្តច្រណែនឈ្នានីសគ្មាននរណាម្នាក់ចងពៀនឹងសុភីឡើយតែគ្រប់គ្នាបានយកករណីនេះមកអប់រំកូនចៅឲ្យស្គាល់ពីតម្លៃនៃមិត្តភាពនិងភាពស្មោះត្រង់ភ្នំឧដុង្គដែលធ្លាប់តែមើលទៅគួរឲ្យខ្លាចក្នុងក្រសែភ្នែកអ្នកខ្លះឥឡូវបានក្លាយជាទីសក្ការៈដ៏ត្រជាក់ត្រជុំនិងជាទីបង្អែកផ្លូវចិត្តសម្រាប់គ្រប់គ្នានៅពេលល្ងាចពេលដែលព្រះអាទិត្យរៀបអស់ស្ដង់គត់ជះរស្មីពណ៌មាសលើកំពូលចេតិយវិបុលនិងនាងរចនាតែងតែអង្គុយមើលទេសភាពពីលើរានហាលផ្ទះពួកគេលែងភ័យខ្លាចចំពោះខ្យល់ត្រជាក់ឬស្រមោលខ្មៅទៀតហើយព្រោះពួកគេដឹងថាដរាបណាពួកគេមានចិត្តបរិសុទ្ធនិងមានក្តីស្រឡាញ់ពិតប្រាកដចំពោះគ្នាគ្មានមន្តមាយាណាមកបៀតបៀនពួកគេបានទៀតទេបងវិបុលបងមើលចោះភ្នំឧដុង្គនេះស្អាតណាស់មែនទេបងរចនាពោលឡើងទាំងស្នាមញញឹមខណៈដែលនាងផ្អែកក្បាលលើស្មាវិបុលកាន់ដៃភរិយាណែនរួចឆ្លើយទាំងក្តីរំភើបមែនហើយអូនរចនាមិនត្រឹមតែស្អាតទេតែលោកថែមទាំងផ្ដល់សុភមង្គលដ៏អស្ចារ្យបំផុតដល់យើងទៀតផងវគ្គនេះគឺបញ្ចប់ដូចនឹងជូរចត់ដោយបង្ហាញពីសន្តិភាពនៃចិត្តនិងការរស់នៅដោយសុខដុមរមនាក្រោយពីព្យុះជីវិតបានកន្លងផុតទៅវាជាការបញ្ជាក់ថាសុភមង្គលពិតប្រាកដគឺជាសុភមង្គលដែលបានសាងឡើងលើមូលដ្ឋាននៃការពិតនិងការអត់ឱន10ឆ្នាំបានកន្លងផុតទៅយ៉ាងលឿនដោយភ្លេចបន្ទោលជើងភ្នំឧដុង្គនៅតែរក្សាសម្រស់ធម្មជាតិនិងភាពស័ក្តិសិទ្ធិដដែលប៉ុន្តែអ្វីដែលប្លែកគឺវត្តមានរបស់ក្មេងប្រុសស្រី2នាក់ដែលកំពុងរត់លេងយ៉ាងសប្បាយរីករាយនៅមុខផ្ទះរបស់វិបុលនិងរចនាក្មេងៗទាំងនោះ
គឺជាផលនៃសេចក្តីស្នេហាដ៏រឹងមាំដែលជាចំណងទេវតាបានប្រទានឲ្យដែលឆ្លងកាត់ព្យុះភ្លៀងកាលពី10ឆ្នាំមុនវិបុលឥឡូវនេះបានក្លាយជាមេភូមិដ៏មានប្រជាប្រិយភាពនិងជាអ្នកដែលតែងតែបង្រៀនអ្នកស្រុកឲ្យរស់នៅដោយមានសីលធម៌ចំណែកឯរចនាវិញនាងបានចំណាយពេលទំនេរពីការងារផ្ទះដើម្បីបង្រៀនកូននិងក្មេងៗក្នុងភូមិអំពីរបៀបរៀបចំគ្រឿងដង្វាយនិងការគោរពបារមីភ្នំឲ្យបានត្រឹមត្រូវនាងតែងតែរំលឹកក្មេងៗថាការគោរពវត្ថុស័ក្តិសិទ្ធិមិនមែនដើម្បីសុំលាភសក្ការៈតែម្យ៉ាងទេតែគឺដើម្បីរំលឹកចិត្តយើងឲ្យរស់នៅក្នុងភាពត្រឹមត្រូវនិងរក្សាសច្ចៈថ្ងៃមួយមានអ្នកដំណើរម្នាក់បាននាំដំណឹងមកប្រាប់ថាគេបានឃើញស្ត្រីម្នាក់ដែលមើលទៅដូចជាសុភីនៅវត្តមួយនាខេត្តដាច់ស្រយាលនាងបានកោរសក់បួសជាដូនជីហើយចំណាយជីវិតជួយមើលថែរក្សាក្មេងកំព្រានិងបោសសម្អាតទីវត្តអារាមឮបែបនេះរចនាដកដង្ហើមធំដោយក្តីសុខស្រួលព្រោះនាងដឹងថាមិត្តរបស់នាងបានរកឃើញផ្លូវលាងជំរះចិត្តដែលធ្លាប់តែងងឹតសូន្យសងហើយរាត្រីខែភ្លឺមួយវិបុលនិងរចនាបាននាំក្មេងៗឡើងទៅអង្គុយលេងនៅលើខឿនចាត់ដីភ្នំខ្យល់អាកាសត្រជាក់បក់មកប៉ះកាយាស្រទន់ដូចជាការផ្ដល់ពរជ័យពីម្ចាស់ទឹកម្ចាស់ដីកូនប្រុសច្បងរបស់វិបុលបានសួរទៅកាន់ឪពុកថាលោកពុកចាស់ក្នុងភូមិតែងតែនិយាយថាកាលពី10ឆ្នាំមុនមានរឿងអាថ៌កំបាំងកើតឡើងក្នុងមង្គលការរបស់លោកពុកនិងអ្នកម៉ែតើវាជាការពិតទេវិបុលញញឹមរួចសម្លឹងមើលទៅរចនាមុននឹងឆ្លើយតបទៅកូនវិញថាវាជាការពិតកូនប៉ុន្តែអាថ៌កំបាំងនោះវាមិនមែនជារឿងខ្មោចព្រាយបិសាចដែលគួរឲ្យខ្លាចនោះទេតែវាជារឿងរ៉ាវដែលបង្រៀនយើងឲ្យស្គាល់ពីតម្លៃនៃពាក្យសន្យានិងកម្លាំងនៃសេចក្តីអត់ឱនកូនត្រូវចាំថាគ្មានមន្តអាគមណាខ្លាំងជាងចិត្តស្មោះត្រង់ហើយក៏គ្មានភាពងងឹតណាដែលអាចបិទបាំងពន្លឺនៃការពិតបានជារៀងរហូតដែរភ្នំម្ដងនៅឈរត្រដែតសាក់សីនៃសេចក្តីស្នេហាដ៏អមតៈនិងជាទីកន្លែងដែលនឹករលឹកមនុស្សគ្រប់គ្នាអំពីបុណ្យនិងបាបរឿងរ៉ាវរបស់មង្គលការអាថ៌កំបាំងនៅជើងភ្នំបានក្លាយជាវីរកថាដែលអ្នកភូមិតែងតែនិទានប្រាប់គ្នាពីមួយជំនាន់ទៅមួយជំនាន់ដើម្បីឲ្យកូនចៅជំនាន់ក្រោយចេះស្រឡាញ់គ្នានិងរក្សាសច្ចធម៌ក្នុងជីវិតពន្លឺព្រះច័ន្ទបានជះរស្មីគ្របដណ្ដប់លើភ្នំទាំងមូលបង្កើតបានជាទិដ្ឋភាពដ៏សុខដុមរមនាបំផុតរឿងរ៉ាវបានបញ្ចប់ទៅដោយក្តីញញឹមនិងសន្តិភាពដែលកើតចេញពីការយល់ដឹងអំពីតម្លៃពិតនៃជីវិតរឿងរោងការបាត់កូនក្រមុំចប់ដោយបរិបូរណ៍